បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយដែលជារឿងគួរឲ្យអាសូរនិងអាណិតដោយយុវជនម្នាក់បានទៅលេងជីតារបស់ខ្លួនបានមួយសប្តាហ៍ក៏ជួបគ្រោះថ្នាក់លង់ទឹកស្រះបាត់ខ្លួនអស់មួយយប់មួយថ្ងៃទើបប្រទះឃើញសាកសពនៅថ្ងៃបន្ទាប់យុវជនម្នាក់រស់នៅក្នុងក្រុងប៉ោយប៉ែតបានមកលេងជីតាបានមួយសប្តាហ៍ក៏ទៅលេងទឹកស្រះលង់បានមួយយប់មួយថ្ងៃទើបអណ្ដែតប្រទះឃើញសាកសពនៅល្ងាចថ្ងៃទី1មេសា2026នៅវាលស្រែខាងជើងភូមិកោះកែវឃុំឫស្សីក្រោកស្រុកមង្គលបុរីកម្លាំងប៉ុស្តិ៍នគរបាលឃុំឫស្សីក្រោកបានប្រាប់ថាយុវជនដែលលង់ទឹកស្លាប់អាយុ14ឆ្នាំរស់នៅក្នុងក្រុងប៉ោយប៉ែតបានមកលេងជីតារយៈពេលមួយសប្តាហ៍ហើយនៅរសៀលថ្ងៃទី31ខែមិនិនា2026បាននាំបងប្អូន3នាក់មានម្នាក់ជាប្អូនប្រុសបកើតនិងម្នាក់ទៀតជាប្អូនជីដូនមួយក៏បាននាំគ្នាទៅលេងទឹកស្រះនៅឯខាងជើងភូមិប្រមាណជា500ម៉ែត្របាទក្រោយលេងទឹកក៏ស្រាប់តែបងប្អូនលង់ទឹកស្រះបាត់ហើយនាំគ្នារត់ទៅប្រាប់អ្នកជិតខាងឲ្យជួយរកហើយរកមិនឃើញហើយក៏បានមកប្រាប់ជីតាកម្លាំងប៉ុស្តិ៍នគរបាលបានបញ្ជាក់ថាក្រោយជីតាបានប្រាប់អាជ្ញាធរភូមិនិងប៉ុស្តិ៍នគរបាលបាននាំគ្នាចុះទៅរាវរករហូតដល់យប់ក៏រកមិនឃើញព្រោះស្រះមានទំហំជាង1ហិកតាហើយជម្រៅ10ម៉ែត្រលុះព្រឹកឡើងគ្រួសារយុវជនដែលលង់ទឹកបាត់គឺម្ដាយបានចុះមកដល់មាត់ស្រះដុតធូបបន់ស្រន់រហូតដល់ល្ងាចថ្ងៃទី1ខែមេសា2026ប្រាជាម៉ោង4ក៏ឃើញសាកសពអណ្ដែតឡើងលើទឹកត្រូវបានស្រង់ឡើងលើគោកវិញកម្លាំងប៉ុស្តិ៍នគរបាលបានបញ្ជាក់ថាក្រោយកម្លាំងជំនាញបានពិនិត្យលើសាកសពយុវជនរងគ្រោះពិតបានស្លាប់ដោយលង់ទឹករយៈពេលមួយយប់មួយថ្ងៃទើបសាកសពអណ្ដែតឡើងក្រោយពេលពិនិត្យសាកសពហើយក៏ប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីក្រោកព្រោះស្ថានភាពគ្រួសារបានមានលទ្ធភាពពិបាកបាទអញ្ចឹងព័ត៌មានខ្ញុំបានជម្រាបជូនក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា